ភ័ក្រអើយខ្ញុំសូមប្រាប់អ្នកអ្វីមួយភាពជោគជ័យមិនចាប់ផ្ដើមដោយសំណាងទេវាមិនចាប់ផ្ដើមដោយឱកាសទេវាចាប់ផ្ដើមជាមួយអ្នកធ្លាប់ឮគេនិយាយថាភាពជាអ្នកដឹកនាំគឺជាឥទ្ធិពលប៉ុន្តែនេះជាការពិតមុនពេលអ្នកអាចដឹកនាំអ្នកដទៃបានអ្នកត្រូវតែរៀនដឹកនាំខ្លួនឯងពីព្រោះប្រសិនបើអ្នកមិនអាចគ្រប់គ្រងចិត្តទម្លាប់និងទិសដៅរបស់អ្នកបានទេតើអ្នកអាចរំពឹងថាជីវិតនឹងធ្វើតាមបញ្ជារបស់អ្នកដោយរបៀបណាភាពជោគជ័យមិនមែនជាការដេញតាមទេអ្នកមិនដេញតាមភាពជោគជ័យទេអ្នកតាក់ទាញវាហើយអ្នកតាក់ទាញវាដោយមនុស្សដែលអ្នកខ្លាចជានោះជាអាចកំបាំងអ្នកមិនទទួលបានប្រាក់ខែសម្រាប់ម៉ោងនោះទេអ្នកទទួលបានប្រាក់ខែសម្រាប់តម្លៃដែលអ្នកនាំមកម៉ោងនោះហើយតម្លៃបានមកពីអ្នកដែលអ្នកកំពុងខ្លាចជានៅខាងក្នុងដូច្នេះថ្ងៃនេះចូលយើងនិយាយអំពីភាពជាអ្នកដឹកនាំខ្លួនឯងមូលដ្ឋានគ្រឹះនៃភាពជោគជ័យគ្រប់ទម្រង់ពីព្រោះរហូតដល់អ្នកដឹកនាំខ្លួនឯងភាពជោគជ័យនឹងនៅឆ្ងាយពីដៃប៉ុន្តែនៅពេលដែលអ្នកធ្វើអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកចាប់ផ្ដើមផ្លាស់ប្ដូរក្នុងទិសដៅត្រឹមត្រូវឥឡូវនេះសូមគិតអំពីរឿងនេះមនុស្សគ្រប់គ្នាចង់ផ្លាស់ប្ដូរជីវិតរបស់ពួកគេប៉ុន្តែមានមនុស្សតិចណាស់ដែលចង់ផ្លាស់ប្ដូរខ្លួនឯងមនុស្សគ្រប់គ្នាចង់បានលុយច្រើនការទទួលស្គាល់ច្រើនសេរីភាពច្រើនប៉ុន្តែពួកគេមិនចង់ផ្លាស់ប្ដូរទម្លាប់ការគិតនិងវិន័យប្រចាំថ្ងៃរបស់ពួកគេទេប៉ុន្តែភាពជោគជ័យមិនមែនមកពីអ្វីដែលអ្នកចង់បាននោះទេវាមកពីអ្វីដែលអ្នកមានឆន្ទៈចង់ខ្លាយជាប្រសិនបើអ្នកចង់ឲ្យជីវិតផ្លាស់ប្ដូរអ្នកត្រូវតែផ្លាស់ប្ដូរផងដែរប្រសិនបើអ្នកចង់ឲ្យអ្វីប្រសើរឡើងអ្នកត្រូវតែកាន់តែប្រសើរឡើងនោះហើយជាអ្វីដែលខ្ញុំបានរៀននៅដើមដំបូងនៃដំណើររបស់ខ្ញុំប្រសិនបើខ្ញុំចង់ឲ្យជីវិតរបស់ខ្ញុំប្រសើរឡើងខ្ញុំត្រូវតែកែលម្អខ្លួនឯងជាមុនសិនឥឡូវនេះការដឹកនាំខ្លួនឯងមិនមែននិយាយអំពីការល្អឥតខ្ចោះនោះទេវានិយាយអំពីការយល់ដឹងពីកន្លែងដែលអ្នកនៅដឹងពីអ្វីដែលអ្នកកំពុងធ្វើដឹងពីអ្វីដែលត្រូវផ្លាស់ប្ដូរពីព្រោះការយល់ដឹងគឺជាជំហានដំបូងឆ្ពោះទៅរកការរីកចម្រើនអ្នកមិនអាចគ្រប់គ្រងអ្វីដែលអ្នកមិនយល់បានទេហើយអ្នកមិនអាចកែលម្អអ្វីដែលអ្នកមិនវាស់វែងបានផងដែរដូច្នេះសំណួរគឺថាតើអ្នកណាកំពុងដឹកនាំអ្នកនៅថ្ងៃនេះអារម្មណ៍របស់អ្នកការរំខានរបស់អ្នកការភ័យខ្លាចរបស់អ្នកឬចក្ខុវិស័យរបស់អ្នកវិន័យរបស់អ្នកគោលបំណងរបស់អ្នកមើលភាពជាអ្នកដឹកនាំខ្លួនឯងគឺជាការជ្រើសរើសទិសដៅរបស់អ្នកទោះបីជាមិនមានអ្នកណាកំពុងមើលក៏ដោយវាគឺជាការរក្សាការសន្យារបស់អ្នកចំពោះខ្លួនឯងវាគឺជាការធ្វើការងារនៅពេលដែលមិនមានអ្នកណាទះដៃឲ្យអ្នកពីព្រោះវាមិនមែនជាទស្សនិកជនដែលធ្វើឲ្យអ្នកអស្ចារ្យនោះទេវាគឺជាភាពស៊ីសង្ឃឹងភាពស្មោះត្រង់និងទម្លាប់របស់អ្នកឃើញទេភាពជោគជ័យកើតឡើងដោយសារសន្តិភាពធម្មនាប់មិនមែនជាភាពវាក្វរមិនមែនជាភាពច្របល់ច្របល់នោះទេប្រសិនបើអ្នកកំពុងរងចាំការលើកទឹកចិត្តកើតឡើងអ្នកនឹងរងចាំយូរហើយអ្នកមិនត្រូវការលើកទឹកចិត្តបន្ថែមទៀតទេអ្នកត្រូវការវិន័យអ្នកត្រូវភ្ញាក់ឡើងនិងដឹកនាំខ្លួនឯងទោះបីជាវាពិបាកទោះបីជាវាមិនងាយក៏ដោយពីព្រោះមួយថ្ងៃនៃភាពជាអ្នកដឹកនាំខ្លួនឯងដ៏រឹងមាំមានតម្លៃស្មើនឹងដុល្លាររាប់ពាន់ថ្ងៃដូច្នេះសូមចងចាំថាអ្នកមិនរកឃើញភាពជោគជ័យទេអ្នកបង្កើតវាតាមរយៈទម្លាប់តាមរយៈជម្រើសតាមរយៈវិន័យខ្លួនឯងប្រចាំថ្ងៃភាពជោគជ័យនឹងតាមអ្នកនៅពេលដែលអ្នកដឹកនាំខ្លួនឯងជាមុនសិនពីព្រោះពិភពលោកមិនបង់ប្រាក់ឲ្យអ្នកសម្រាប់អ្វីដែលអ្នកដឹងទេវាបង់ប្រាក់ឲ្យអ្នកសម្រាប់អ្វីដែលអ្នកធ្វើហើយអ្វីដែលអ្នកធ្វើហូរចេញដោយត្រង់ពីអ្នកជាអ្នកណាដូច្នេះខំប្រឹងប្រែងលើខ្លួនឯងជាងការងារខ្លាចជាមនុស្សប្រភេទដែលទាក់ទាញភាពជោគជ័យដោយធម្មជាតិជំនួសឲ្យដេញតាមវាដឹកនាំខ្លួនឯងដោយច្បាស់លាស់ដោយក្លាហាននិងដោយភាពស៊ីសង្ឃឹងនិងជីវិតនឹងបើកទ្វាររបស់វាសម្រាប់អ្នកនេះជាអាចកំបាំងដ៏ធំរបស់ការអភិវឌ្ឍខ្លួនឯងអ្នកខ្លាចទៅជាមនុស្សប្រភេទដែលមិនចាំបាច់ស្វែងរកភាពជោគជ័យទេពីព្រោះភាពជោគជ័យកំពុងតាមអ្នករត់មកហើយវិន័យគឺជាស្ពានរវាងគោលដៅនិងសមត្ថភាពរវាងចេតនានិងការពិតហើយស្ពាននោះមិត្តភ័ក្តិត្រូវបានកសាងម្ដងដោយសកម្មភាពនៃការដឹកនាំខ្លួនឯងម្ដងម្នាក់អ្នកឃើញទេការដឹកនាំខ្លួនឯងចាប់ផ្ដើមដោយសារវិន័យពីព្រោះបើមិនមានវិន័យទេចេតនាគ្រាន់តែជាការស្រមៃទេ
មនុស្សគ្រប់គ្នាចង់បានភាពជោគជ័យមនុស្សគ្រប់គ្នាចង់ផ្លាស់ប្ដូរប៉ុន្តែមានមនុស្សតិចណាស់ដែលមានឆន្ទៈដើម្បីអភិវឌ្ឍវិន័យនោះដែលវាត្រូវការដើម្បីឲ្យវាคล้ายជាការពិតកាលពីខ្ញុំនៅកំពង់ក្មេងខ្ញុំចង់បានជីវិតប្រសើរឡើងខ្ញុំចង់បានទ្រព្យសម្បត្តិសេរីភាពសេចក្តីសុខប៉ុន្តែបន្ទាប់មកខ្ញុំបានរៀនអ្វីមួយដែលអ្នកណែនាំរបស់ខ្ញុំបានប្រាប់ខ្ញុំថាដើម្បីឲ្យអ្វីៗផ្លាស់ប្ដូរអ្នកត្រូវតែផ្លាស់ប្ដូរហើយនោះវាធ្វើឲ្យខ្ញុំឈឺខ្លាំងណាស់ពីព្រោះអស់ពេលច្រើនឆ្នាំមកហើយខ្ញុំបានកំពុងតែរងចាំឱកាសរងចាំពេលវេលាដែលត្រឹមត្រូវរងចាំអ្វីមួយឬអ្នកណាម្នាក់មកឲ្យនឹងលើកក្នុងឡានប៉ុន្តែឱកាសមិនមកទៅរកអ្នកដែលរងចាំនោះទេវាមករកអ្នកដែលត្រៀមខ្លួនវាមករកអ្នកដែលដឹកនាំខ្លួនឯងយូរមុនពេលអ្នកណាដើរតាមក្រោយដូច្នេះខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងដាក់វិន័យដើម្បីឈប់ធ្វើអ្វីដែលងាយស្រួលនិងចាប់ផ្ដើមធ្វើអ្វីដែលចាំបាច់ហើយខ្ញុំនឹងប្រាប់អ្នកអ្វីមួយដំបូងឡើយវាមិនងាយស្រួលនោះទេវិន័យកម្រមានណាស់ប៉ុន្តែនោះគឺជាសម្រស់របស់វាវិន័យធ្វើឲ្យអ្នករឹងមាំវាបង្កើតឆ្អឹងខ្នងរបស់អ្នកវាប្រែក្លាយភាពវឹកវើទៅជាសណ្ដាប់ធ្នាប់និងសក្តានុពលទៅជាវឌ្ឍនភាពជ័យជំនះដំបូងដែលអ្នកឈ្នះជារៀងរាល់ថ្ងៃមិនមាននៅក្នុងលោកនេះទេវាស្ថិតនៅក្នុងខ្លួនអ្នកនៅទីនេះនៅពេលដែលអ្នកប្រាប់ចិត្តរបស់អ្នកថាក្រោកឡើងតោះទៅយើងមានការងារដែលត្រូវធ្វើនោះហើយជាពេលដែលភាពជាអ្នកដឹកនាំចាប់ដើមឥឡូវនេះខ្ញុំបានរៀនរឿងនេះអ្នកមិនអាចដឹកនាំខ្លួនឯងដោយអារម្មណ៍បានទេអ្នកដឹកនាំខ្លួនឯងដោយគោលការណ៍ពីព្រោះអារម្មណ៍គឺរសាត់បាត់ទៅវាផ្លាស់ប្ដូរទៅតាមអាកាសធាតុថ្ងៃមួយអ្នកមានអារម្មណ៍ថាមានការលើកទឹកចិត្តថ្ងៃបន្ទាប់អ្នកមិនមានអារម្មណ៍ទេប៉ុន្តែវិន័យមិនសួរថាអ្នកមានអារម្មណ៍យ៉ាងណាទេវាសួរថាអ្នកបានសម្រេចចិត្តយ៉ាងណាវិន័យប្រាប់ថាចូលធ្វើវាទៅសំបីតែពេលដែលវាពិបាកសំបីតែពេលដែលគ្មាននរណាម្នាក់មើលសំបីតែពេលដែលលទ្ធផលយឺតក្នុងការបង្ហាញក៏ដោយពីព្រោះវិន័យមិនមែននិយាយអំពីការដាក់ទណ្ឌកម្មទេវានិយាយអំពីសេរីភាពពីភាពខ្ជិលច្រអូសសេរីភាពពីការសោកស្ដាយសេរីភាពពីទម្ងន់នៃសក្តានុពលដែលមិនទាន់បានសម្រេចដូច្នេះសូមឲ្យខ្ញុំផ្ដាល់ឲ្យអ្នកអ្វីដែលត្រូវចងចាំប្រសិនបើអ្នកចង់ដឹកនាំខ្លួនឯងចូលបង្កើតច្បាប់សម្រាប់ជីវិតរបស់អ្នកមិនមែនដើម្បីដាក់កម្រិតអ្នកទេប៉ុន្តែដើម្បីណែនាំអ្នកកំណត់ម៉ោងរត់របស់អ្នកឲ្យលឿនហើយកុំចុច snooze សរសេរគោលដៅរបស់អ្នករៀងរាល់ព្រឹកចិញ្ចឹមចិត្តរបស់អ្នកជាមួយសៀវភៅល្អៗខិតខំលើជំនាញរបស់អ្នកជារៀងរាល់ថ្ងៃហើយនៅពេលដែលអ្នកធ្វើការសន្យាចំពោះខ្លួនឯងចូលរក្សាវាព្រោះនោះគឺជារបៀបដែលអ្នកកសាងការគោរពខ្លួនឯងហើយការគោរពខ្លួនឯងគឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំប្រសិនបើអ្នកមិនអាចទុកចិត្តខ្លួនឯងបានទេតើអ្នកណាអាចទុកចិត្តបានចូលយើងទទួលស្គាល់វាទៅវិន័យកំពុងធ្វើការងារនៅថ្ងៃនេះសម្រាប់រង្វាន់ដែលប្រហែលជាមិនមកនៅរយៈពេលច្រើនខែឬច្រើនឆ្នាំវាគឺជាជ័យជំនះតូចៗនិងស្ងប់ស្ងាត់ដែលគ្មាននរណាម្នាក់មើលឃើញការហាត់ប្រាណដែលអ្នកធ្វើតែម្នាក់ឯងការចំណាយពេលយប់ជ្រៅក្នុងការរៀនសូត្រការចំណាយពេលព្រឹកព្រលឹមដើម្បីធ្វើផែនការនោះគឺជាភាពជាអ្នកដឹកនាំខ្លួនឯងនោះគឺជាប្រភេទវិន័យដែលប្រែក្លាយមនុស្សធម្មតាទៅជាអ្នកដឹកនាំដ៏អស្ចារ្យហើយនេះគឺជាផ្នែកដ៏ល្អបំផុតនៅពេលដែលអ្នកដាក់វិន័យខ្លួនឯងអ្នកមិនត្រឹមតែធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងនោះទេអ្នកជំរុញឲ្យអ្នកដទៃធ្វើដូចគ្នាអ្នកដឹកនាំដោយគំរូមិនមែនដោយពាក្យសម្ដីទេប៉ុន្តែដោយវត្តមានដោយភាពស៊ីសង្វាំងដោយភាពស្មោះត្រង់នោះគឺជាសញ្ញាសម្គាល់នៃអ្នកដឹកនាំពិតប្រាកដដូច្នេះនេះគឺជាសំណួរតើអ្នកនឹងដឹកនាំខ្លួនឯងនៅថ្ងៃនេះទេមិនមែនសប្តាហ៍ក្រោយមិនមែនពេលដែលអ្នកមានអារម្មណ៍ថារួចរាល់នោះទេថ្ងៃនេះទេព្រោះភាពជាអ្នកដឹកនាំមិនចាប់ផ្ដើមជាមួយនឹងហ្វោងពងវាចាប់ផ្ដើមនៅក្នុងជ្រុងស្ងាត់ៗនៃជីវិតរបស់អ្នកកន្លែងដែលអ្នកសម្រេចចិត្តថាអ្នកនឹងក្លាយទៅជានរណាហើយអ្វីដែលអ្នកនឹងតំណាងហើយនៅពេលដែលអ្នកធ្វើដូច្នោះជោគជ័យមិនអាចជួយអ្វីបានក្រៅពីដើរតាមអ្នកទេវាគឺជាច្បាប់នៃជីវិតនៅពេលដែលអ្នកដាក់វិន័យចិត្តរបស់អ្នកដាក់វិន័យទម្លាប់របស់អ្នកនិងដាក់វិន័យពេលវេលារបស់អ្នកជីវិតនឹងអោនក្បាលជក់បញ្ជ័យពីភាពជាអ្នកដឹកនាំរបស់អ្នកដូច្នេះចូលចងចាំថាដាក់វិន័យខ្លួនឯងនៅថ្ងៃនេះដើម្បីថ្ងៃស្អែកអ្នកអាចរស់នៅជីវិតដែលមនុស្សភាគច្រើនស្រមៃថែបព្រោះជោគជ័យមិនមកដល់គណៈដែលប្រាថ្នាវាឡើយវាមកដល់គណៈដឹកនាំខ្លួនឯងឆ្ពោះទៅកាន់វានឹងនោះនឹងគឺជាសិល្បៈនៃភាពជាអ្នកដឹកនាំខ្លួនឯងសូមឲ្យខ្ញុំប្រាប់អ្នកអ្វីមួយមិត្តភ័ក្តិរបស់ខ្ញុំមុនពេលដែលអ្នកគ្រប់គ្រងពិភពលោកអ្នកត្រូវបានសម្គាល់មនុស្សជាម្ចាស់ចិត្តរបស់អ្នកពីព្រោះសមរភូមិដ៏ធំបំផុតដែលអ្នកនឹងប្រយុទ្ធនឹងមិនមែនជាការប្រយុទ្ធប្រឆាំងជាមួយនឹងការប្រកួតប្រជែងនឹងមិនប្រឆាំងជាមួយនឹងកាលៈទេសៈនឹងមិនប្រឆាំងជាមួយនឹងពេលវេលាវានឹងគឺអ្នកទល់នឹងអ្នកផ្នែកនៃខ្លួនអ្នកដែលចង់រីកចម្រើនទល់នឹងផ្នែកដែលចង់រក្សាកម្ដៅផ្នែកដែលនិយាយថាខ្ញុំអាចធ្វើវាបាន
នឹងផ្នែកដែលខ្សឹបថាខ្ញុំមិនអាចធ្វើវាបានទេនោះគឺជាលបែងខ្លងនៃភាពជាអ្នកដឹកនាំហើយនរណាដែលឈ្នះសមរភូមិនោះគ្រប់គ្រងអ្វីៗដទៃទៀតឥឡូវនេះមនុស្សភាគច្រើនមិនលែងចាញ់ពិភពលោកទេពួកគេចាញ់គំនិតខ្លួនឯងរបស់ពួកគេចាញ់ការសង្ស័យការភ័យខ្លាចការស្ទើរពួកគេចាប់ផ្ដើមធ្វើអ្វីមួយប៉ុន្តែចិត្តចាប់ផ្ដើមខ្សឹបចុះថាវាមិនដំណើរការឡើយចុះថាញាក់បរាជ័យតើគេនឹងនិយាយអ្វីហើយការខ្សឹបនោះប្រសិនបើអ្នកមិនបានជំនាញវាទេវាคล้ายទៅជាការពិតរបស់អ្នកឡើយទៅពីព្រោះនេះគឺជាអ្វីដែលខ្ញុំបានរៀនពីចិត្តរបស់អ្នកដូចជាសួនច្បារម្នាក់ប្រសិនបើអ្នកមិនដំការឡើយស្មៅនឹងដុំមកដោយភាពអតិថិមត្តឡើយប្រសិនបើអ្នកមិនចិញ្ចឹមវាធ្លាប់ភ្លាត់ជាមួយនឹងការលូតលាស់វានឹងចិញ្ចឹមខ្លួនវាផ្ទាល់ជាមួយនឹងការព្រួយបារម្ភប្រសិនបើអ្នកមិនបង្ហាត់ចិត្តរបស់អ្នកឲ្យនឹងគិតពីជោគជ័យឡើយវានឹងភាក់ទៅតាមការភ័យខ្លាចការសង្ស័យនិងការដោលឯសាដូច្នេះប្រសិនបើអ្នកចង់ដឹកនាំខ្លួនឯងចូលចាប់ផ្ដើមជាមួយនឹងការធ្វើជាម្ចាស់សួនច្បាររបស់អ្នកនេះគឺជាច្បាប់ការពារចិត្តរបស់អ្នកដូចជាទីកំផែងកុំឲ្យអ្នកឲ្យឆេះខ្លាំងមានលោកនោះចូលទៅសោះចិត្តរបស់អ្នកគឺជាអចលនទ្រព្យដ៏មានតម្លៃរាល់គំនិតដែលចូលគឺការកសាងឬបំផ្លាញអនាគតរបស់អ្នកប្រសិនបើអ្នកបំពេញវាដោយអ្នកសាធារណគមដូច្នេះកុំភ្ញាក់អាប់អាលនៅពេលដែលលទ្ធផលបញ្ចេញឲ្យគ្មានលទ្ធភាពឡើយព្រោះភាពជាមនុស្សនិងញឹមពៀនរបស់អ្នកក៏ដូចបែបនោះជាការពិតបុរាណប៉ុន្តែវាមិនដែលពាក់ព័ន្ធជាងសពថ្ងៃនេះទេអ្នកត្រូវតែជ្រើសរើសគំនិតរបស់អ្នកតាមរបៀបដែលអ្នកជ្រើសរើសសម្លៀកបំពាក់របស់អ្នកជ្រើសរើសអ្វីដែលសមនឹងចក្ខុវិស័យរបស់អ្នកមិនមែនការភ័យខ្លាចរបស់អ្នកទេជ្រើសរើសអ្វីដែលពង្រឹងអ្នកមិនមែនអ្វីដែលធ្វើឲ្យអ្នកចុះខ្សោយនេះទេចូលយើងយករឿងនេះឲ្យកាន់តែស៊ីជម្រៅអ្នកមិនអាចទឹកនាំអ្នកដទៃបានទេប្រសិនបើចិត្តរបស់អ្នកស្ថិតក្នុងភាពវឹកវរអ្នកមិនអាចបង្រៀនភាពច្បាស់លាស់បានទេប្រសិនបើគំនិតរបស់អ្នកមិនច្បាស់លាស់ហើយអ្នកមិនអាចធ្វើជាគំរូនៃកម្លាំងបានទេប្រសិនបើពិភពខាងក្នុងរបស់អ្នកពោពេញដោយសំឡេងរំខានភាពជាអ្នកដឹកនាំមិនមែនអំពីការគ្រប់គ្រងមនុស្សទេវានិយាយអំពីការគ្រប់គ្រងខ្លួនឯងដូច្នេះចូលចាប់ផ្ដើមដោយការគ្រប់គ្រងពេលព្រឹករបស់អ្នកកុំភ្ញាក់ពីដំណេកហើយឈោងទៅរកទូរស័ព្ទរបស់អ្នកឈោងទៅរកគោលបំណងរបស់អ្នកចិញ្ចឹមចិត្តរបស់អ្នកមុនពេលពិភពលោកចិញ្ចឹមវាដោយភាពច្របូកច្របល់អានឆ្លុះបញ្ចាំងរៀបចំផែនការកំណត់ចេតនារបស់អ្នកសម្រាប់ថ្ងៃនោះពីព្រោះចេតនាផ្ដល់ទិសដៅដល់ការគិតប្រសិនបើអ្នកមិនផ្ដល់កិច្ចការឲ្យចិត្តរបស់អ្នកទេវានឹងវង្វេងទៅជាការរំខានឥឡូវនេះជាអ្វីដែលមានតម្លៃក្នុងការសរសេរចុះអ្នកមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលកើតឡើងជំទាស់អ្នកបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងអ្វីដែលកើតឡើងនៅក្នុងខ្លួនអ្នកនោះគឺជាភាពជាអ្នកដឹកនាំជារៀងរាល់ថ្ងៃនាំនឹងបញ្ហាប្រឈមថ្ងៃខ្លះនឹងធ្ងន់មនុស្សមួយចំនួននឹងធ្វើឲ្យអ្នកខកចិត្តក្តីសុបិនខ្លះនឹងចំណាយពេលយូរជាងអ្វីដែលអ្នកសង្ឃឹមប៉ុន្តែអ្នកតែងតែមានអំណាចក្នុងការជ្រើសរើសការឆ្លើយតបរបស់អ្នកហើយការឆ្លើយតបរបស់អ្នកគឺជាអ្វីដែលកំណត់ចរិតរបស់អ្នកចិត្តទន់ខ្សោយមានប្រតិកម្មចិត្តរឹងមាំឆ្លើយតបនៅពេលដែលជីវិតធ្វើឲ្យអ្នកបាត់បង់តម្លាភាពកុំជេរប្រតិភពកាយសម្រួលការលួចរបស់អ្នកនោះជាលបែងខាងក្នុងនោះហើយជារបៀបដែលអ្នកក្រោកឡើងពីលើកលៈទេសៈហើយរក្សាភាពស្មោះត្រង់ចំពោះចក្ខុវិស័យរបស់អ្នកហើយអនុញ្ញាតឲ្យខ្ញុំរំលឹកអ្នកអំពីអ្វីមួយចិត្តរបស់អ្នកស្ដាប់អ្នកអ្វីក៏ដោយដែលអ្នកនិយាយអំពីខ្លួនឯងវាចាប់ផ្ដើមជឿហើយដូច្នេះត្រូវប្រយ័ត្ននឹងពាក្យសម្ដីរបស់អ្នកកុំនិយាយថាខ្ញុំមិនអាចនិយាយថាខ្ញុំកំពុងរៀនកុំនិយាយថាវាមិនអាចទៅបានទេនិយាយថាវានឹងត្រូវការពេលវេលាប៉ុន្តែខ្ញុំនឹងរកវិធីនិយាយទៅកាន់ខ្លួនឯងតាមរបៀបដែលអ្នកដឹកនាំដ៏អស្ចារ្យនឹងនិយាយទៅកាន់ក្រុមរបស់ពួកគេដោយកម្លាំងដោយជំនឿដោយមានការលើកទឹកចិត្តពីព្រោះអ្នកគឺជាមនុស្សដំបូងដែលអ្នកដឹកនាំជារៀងរាល់ថ្ងៃឥឡូវនេះនៅពេលដែលអ្នកធ្វើជាម្ចាស់ចិត្តរបស់អ្នកនឹងសម្គាល់ថាមានអ្វីដ៏អស្ចារ្យកើតឡើងពិភពលោកចាប់ផ្ដើមសហការអ្នកនឹងឃើញឱកាសដែលអ្នកដទៃឃើញឧបសគ្គអ្នកនឹងរក្សាភាពស្ងប់ស្ងាត់ដែលអ្នកដទៃភ័យស្លន់លោអ្នកនឹងរកឃើញដំណោះស្រាយនៅកន្លែងដែលអ្នកដទៃគ្រាន់តែត្អូញត្អែងនោះហើយគឺជាអ្វីដែលភាពជាអ្នកដឹកនាំឃើញនៅខាងក្នុងហើយមិនយូរប៉ុន្មានមនុស្សនឹងសួរអ្នកថាតើអ្នកធ្វើដូចម្តេចដើម្បីបដោតអារម្មណ៍មានវិន័យសុចរិតហើយអ្នកនឹងញញឹមពីព្រោះអ្នកនឹងដឹងការពិតអ្នកគ្រាន់តែរៀនធ្វើជាម្ចាស់លើចិត្តរបស់អ្នកដូច្នេះនេះគឺជាកិច្ចការរបស់អ្នកជារៀងរាល់ថ្ងៃចំណាយពេលពី5នាទីដើម្បីហ្វឹកហាត់គំនិតរបស់អ្នកចាប់ខ្លួនឯងនៅពេលដែលអ្នករើសទៅក្នុងអធិនាមាផ្អាកនំនោះវាជំនួសបដូរទិសដៅវា
ចិត្តរបស់អ្នកគឺជាប្រតិកម្មដែលផ្ដល់ទិសដៅដល់ជីវិតរបស់អ្នកប្រសិនបើវាចង្អុលទៅរកការភ័យខ្លាចអ្នកនឹងរស់នៅបែបទុយទុយប្រសិនបើវាចង្អុលទៅរកជំនឿអ្នកនឹងរស់នៅបែបក្លាហានដូច្នេះចិញ្ចឹមចិត្តរបស់អ្នកដោយប្រាជ្ញាការពារវាពីការលើសលំព្រួយស្ប្រាច់ហើយកម្មវិធីវាដោយមានគោលបំណងពីព្រោះនៅពេលដែលអ្នកធ្វើជាម្ចាស់ចិត្តរបស់អ្នកបានគ្រប់គ្រងគ្រឹះសម្បែងធំធេងរបស់ជីមីទាំងអស់ហើយនោះហើយគឺជាភាពជាមនុស្សដ៏ល្បីរបស់ខ្លួនឯងឆ្នៃនៅក្នុងកីឡាមុនគេដើម្បីឲ្យកីឡានៅក្នុងការជំនះពួកខូចហើយក្តីសុបិនឃ្លានកាត់មកជាមួយគ្នាផងដែរនៅពេលដែលសក្តីកណ្ដិតជាទីផ្គុំនៅពេលដែលយុទ្ធសាស្ត្រយោធ្នីខ្ញុំចង់ប្រាប់អ្នកអំពីរឿងថាខ្ញុំក្លាហានខ្ញុំចង់ប្រាប់អ្នកថាការលើកទឹកចិត្តដ៏ល្អប្រសើរជារៀងថ្ងៃគឺជាចំណុចឧស្សាហ៍ច្រើនជាងការជ្រុញជែងពីខ្ញុំមួយមកទេឈ្នះវាឲ្យសោះធ្នាមឈ្នះឲ្យស្មោះត្រង់ឈ្នះឲ្យមានអំណោយចំនួនតិចជារៀងរាល់ថ្ងៃធ្វើវាឲ្យបានតិចតួចជារៀងរាល់ថ្ងៃពីការលំព្រួយស្ប្រាច់យកពេលដែលខ្ញុំអស់ទឹកចិត្តនៅពេលដែលខ្ញុំអស់ពន្លឺថ្ងៃនេះវាមានសន្តិពលណាស់វាមិនទាមទារការយកចិត្តទុកដាក់ទេវាគ្រាន់តែផ្ដល់លទ្ធផលអ្នកឃើញទេវិន័យចាប់ផ្ដើមម៉ាស៊ីនប៉ុន្តែភាពស៊ីសង្វាក់គ្នារក្សាវាឲ្យដំណើរការហើយនេះជាផ្នែកដ៏ស្រកស្អាតបំផុតនៅពេលដែលភាពស៊ីសង្វាក់គ្នាคล้ายជាទម្លាប់ការខិតខំប្រឹងប្រែងប្រែទៅជាភាពងាយស្រួលរឿងដែលធ្លាប់មានអារម្មណ៍ថាពិបាកคล้ายជាធម្មជាតិហើយរឿងដែលធ្លាប់តម្រូវឲ្យមានការលើកទឹកចិត្តคล้ายជាស្តង់ដារថ្មីរបស់អ្នកនោះគឺជាអំណោយនៃភាពជាអ្នកដឹកនាំខ្លួនឯងជាប់លាប់ប៉ុន្តែសូមនិយាយដោយស្មោះត្រង់ភាពស៊ីសង្វាក់គ្នាមិនមែនជារឿងគួរឲ្យរំភើបនោះទេវាមិនមែនជារឿងតាក់ទាញទេវាជារឿយៗកក់ឡើងដដែលសូម្បីតែគួរឲ្យធុញក៏ដោយប៉ុន្តែអ្នកដឹងទេថាអ្វីដែលអាក្រក់ជាងនេះការចាប់ផ្ដើមឡើងវិញដោយសារតែភាពមិនស៊ីសង្វាក់គ្នាតែងតែនាំអ្នកត្រឡប់ទៅដើមវិញហើយការចាប់ផ្ដើមឡើងវិញធ្វើឲ្យអ្នកខាត់ពេលវេលាថាមពលនិងជំនឿដូច្នេះចូលរក្សាការសន្យារបស់អ្នកចំពោះខ្លួនឯងជាពិសេសរឿងតូចតាចពីព្រោះរាល់ពេលដែលអ្នកធ្វើតាមអ្នកបោះឆ្នោតឲ្យប្រភេទមនុស្សដែលអ្នកកំពុងខ្លាចជានៅពេលដែលអ្នកបង្ហាញខ្លួនជារៀងរាល់ថ្ងៃអ្នកមិនគ្រាន់តែធ្វើកិច្ចការឲ្យរួចរាល់ទេអ្នកកំពុងកសាងចរិតលក្ខណៈហើយចរិតលក្ខណៈគឺជាអ្វីដែលពិភពលោកផ្ដល់រង្វាន់នៅទីបំផុតឥឡូវនេះជាអ្វីដែលត្រូវគិតព្រះអាទិត្យដូចគ្នាដែលរលាយបឺធ្វើឲ្យដីអិចរឹងវាមិនមែនជាលក្ខខណ្ឌដែលកំណត់លទ្ធផលរបស់អ្នកទេវាគឺជាភាពស៊ីសង្វាក់គ្នារបស់អ្នកនៅក្នុងការប្រឈមមុខនឹងលក្ខខណ្ឌទាំងនោះអ្នកមិនអាចគ្រប់គ្រងខ្យល់បានទេប៉ុន្តែអ្នកអាចគ្រប់គ្រងការលក់របស់អ្នកជារៀងរាល់ថ្ងៃភាពស៊ីសង្វាក់គ្នាមិនមែននិយាយអំពីភាពល្អឥតខ្ចោះទេវានិយាយអំពីការបន្តធ្វើចលនាវានិយាយអំពីការបង្ហាញខ្លួនម្ដងហើយម្ដងទៀតនិងម្ដងទៀតសូម្បីតែថ្ងៃដែលអ្នកបរាជ័យក៏ដោយចូលក្រោកឡើងវិញពីព្រោះភាពជោគជ័យមិនមែននិយាយអំពីការមិនដែលធ្លាក់ចុះនោះទេវានិយាយអំពីការបដិសេធមិនចោះចាញ់ចងចាំរូបមន្តនេះភាពស៊ីសង្វាក់គ្នាបូកនឹងពេលវេលាស្មើនឹងការផ្លាស់ប្ដូរអ្នកមិនធ្មិនវានឹងឃើញភ្លាមនោះទេអ្នកប្រហែលជាមិនមានអារម្មណ៍វានៅថ្ងៃស្អែកទេប៉ុន្តែផ្ដល់ពេលវេលាឲ្យវាព្រោះដំណក់ទឹកនីមួយបំពេញធុងរាល់ការខិតខំប្រឹងប្រែងបង្កើតសន្ទុះរាល់ទង្វើនៃវិន័យคล้ายជាផ្នែកមួយនៃអ្នកដែលអ្នកជាហើយថ្ងៃណាមួយអ្នកនឹងភ្ញាក់ឡើងហើយដឹងថាអ្នកបានคล้ายជាមនុស្សដែលអ្នកធ្លាប់ស្រមៃចង់คล้ายជាមិនមែនដោយសារតែសំណាងមិនមែនដោយសារតែអពហិនោះទេប៉ុន្តែដោយសារតែភាពជាអ្នកដឹកនាំខ្លួនឯងដែលស៊ីសង្វាក់គ្នាជារៀងរាល់ថ្ងៃដូច្នេះនេះគឺជាបញ្ហាប្រឈមរបស់អ្នកត្រូវស៊ីសង្វាក់គ្នាជាមួយនឹងផ្នត់គំនិតត្រូវស៊ីសង្វាក់គ្នាជាមួយនឹងទម្លាប់ត្រូវស៊ីសង្វាក់គ្នាជាមួយនឹងគោលដៅត្រូវបង្ហាញខ្លួនសម្រាប់ខ្លួនឯងទោះបីជាគ្មាននរណាម្នាក់ទះផ្ដាល់ក៏ដោយត្រូវបង្ហាញខ្លួនទោះបីជាវត្តធានមានអារម្មណ៍ថាយឺតក៏ដោយត្រូវបង្ហាញខ្លួនព្រោះនោះជាអ្វីដែលអ្នកដឹកនាំធ្វើហើយមិនយូរប៉ុន្មានទេអ្នកនឹងសម្គាល់អ្វីមួយដ៏មានឥទ្ធិពលភាពជោគជ័យចាប់ផ្ដើមដើរតាមអ្នកឱកាសចាប់ផ្ដើមលេចឃ្លឿងសន្ទុះចាប់ផ្ដើមបង្កើតឡើងមិនមែនដោយចៃដន្យទេប៉ុន្តែដោយការរៀបចំពីព្រោះនៅពេលដែលអ្នកដឹកនាំខ្លួនឯងជាប់លាប់អ្នកនឹងខ្លាចជាមនុស្សដែលមិនអាចបញ្ឈប់បានចងចាំថាកុំព្យាយាមធ្វើជ្រុលចូលមានភាពស៊ីសង្វាក់គ្នាភាពស៊ីសង្វាក់គ្នាធ្វើឲ្យអ្នកអាចចាប់អារម្មណ៍ភាពស៊ីសង្វាក់គ្នាធ្វើឲ្យអ្នកទទួលបានលទ្ធផលហើយយូរទៅជ័យជំនះតូចៗប្រចាំថ្ងៃទាំងនោះនឹងប្រែទៅជាជ័យជំនះធំនិងស្រស់ស្អាតពីព្រោះភាពស៊ីសង្វាក់គ្នាគឺជាភាសានៃភាពជោគជ័យនិងអ្នកដែលនិយាយវាយ៉ាងស្ទាត់ជំនាញបាននាំជីវិតរបស់ខ្លួនទៅរកភាពអស្ចារ្យ
ឥឡូវនេះយើងបាននិយាយអំពីវិន័យខ្លួនឯងភាពស៊ីសង្វាក់គ្នានឹងអំណោតនៃការដឹកនាំខ្លួនឯងប៉ុន្តែសូមយកអ្វីទាំងអស់មកផ្ទះពីព្រោះទស្សនវិជ្ជាគឺល្អផ្នត់គំនិតគឺមានឥទ្ធិពលប៉ុន្តែសកម្មភាពគឺជាអ្វីដែលប្រែទស្សនវិជ្ជាទៅជាប្រាក់ចំណេញនិងគុណន័យដានព្រោះ Levin បាននិយាយថា you cannot just think about your way to success you have to lead yourself into it by motion by momentum by movement នេះគឺជាការពិតភាពជោគជ័យមិនត្រាក់ឡាយទៅនឹងបំណងទេវាត្រាក់ឡាយទៅនឹងការងារវាត្រាក់ឡាយទៅនឹងសកម្មភាពអ្នកមានចំណេះដឹងទាំងអស់គ្រប់សៀវភៅទាំងអស់ការលើកទឹកចិត្តទាំងអស់ប៉ុន្តែបើអ្នកមិនចាត់វិធានការដំបូងទេអ្នកមិនមានអ្វីផ្លាស់ប្ដូរទេដូច្នេះសូមនិយាយអំពីការប្រែភាពជាអ្នកដឹកនាំខ្លួនឯងទៅជាលទ្ធផលមួយគឺអំណោយនៃសកម្មភាពមើងម៉ាត់មនុស្សភាគច្រើនរងចាំពេលវេលាដ៏ល្អបំផុតពួកគេនិយាយថាពេលខ្ញុំមានអារម្មណ៍ថារួចរាល់ខ្ញុំនឹងចាប់ផ្ដើមប៉ុន្តែនេះគឺជារបៀបបំបាំងអ្នកនឹងមិនដែលមានអារម្មណ៍ថារួចរាល់ពេលបំផុតនោះទេភាពជោគជ័យមិនកើតឡើងទៅលើមនុស្សដែលរួចរាល់បំផុតទេវាកើតឡើងទៅលើមនុស្សដែលសម្រេចចិត្តរួចរាល់បំផុតវាប្រសើរជាងការចាប់ផ្ដើមជាមួយនឹងឋានការរំដងពូនផ្អែបហើយផ្អែបទាំងតួពេលវេលានិងប្រញាប់កាយសម្រល់នៅក្នុងផាប់បេតប្រេពុកម្ញាក់មិនដាក់ទី2បកប្រែគំនិតទៅជាទម្លាប់ឥឡូវនេះចូលចងចាំរឿងនេះគំនិតរបស់អ្នកគឺជាគំរូទម្លាប់របស់អ្នកគឺជាអ្នកសាងសង់ប្រសិនបើអ្នកចង់ឃើញវឌ្ឍនភាពក្នុងជីវិតរបស់អ្នកចូលប្រែក្លាយគំនិតប្រចាំថ្ងៃរបស់អ្នកទៅជាសកម្មភាពប្រចាំថ្ងៃអ្នកនិយាយថាខ្ញុំចង់មានសុខភាពល្អបន្ទាប់មកញ៉ាំអាហារស្អាតមួយពេលនៅថ្ងៃនេះអ្នកនិយាយថាខ្ញុំចង់ពង្រីកអាជីវកម្មរបស់ខ្ញុំល្អបន្ទាប់មកធ្វើការហៅទូរស័ព្ទមួយនៅថ្ងៃនេះអ្នកនិយាយថាខ្ញុំចង់មានវិន័យល្អបន្ទាប់មកភ្ញាក់ពីព្រលឹមនៅថ្ងៃស្អែកហើយចាប់ផ្ដើមថ្ងៃដោយចេតនាអ្នកឃើញទេទម្លាប់របស់អ្នកគឺជាការបោះឆ្នោតដែលអ្នកបានបោះឆ្នោតឲ្យមនុស្សដែលអ្នកចង់ក្លាយជាសកម្មភាពតូចៗនីមួយៗគឺជាសញ្ញាមួយទៅកាន់ចិត្តរបស់អ្នកនេះជាខ្ញុំឥឡូវនេះវាមិនមែនជាការផ្លាស់ប្ដូរដ៏ធំមួយដែលផ្លាស់ប្ដូរជីវិតរបស់អ្នកនោះទេវាគឺជាការសម្រេចចិត្តតូចៗរាប់ពាន់ដងដែលធ្វើម្ដងទៀតជារៀងរាល់ថ្ងៃដែលបញ្ចូលគ្នាទៅជាភាពអស្ចារ្យចងចាំថាភាពស៊ីសង្វាក់គ្នាប្រែក្លាយការខិតខំប្រឹងប្រែងទៅជាឧត្តមភាពទី3កុំគ្រាន់តែរៀបចំផែនការអនុវត្តឥឡូវនេះកុំយល់ច្រឡំការធ្វើផែនការគឺសំខាន់ប៉ុន្តែប្រសិនបើអ្នកចំណាយពេលទាំងអស់របស់អ្នកក្នុងការរៀបចំផែនការហើយគ្មានពេលវេលាណាមួយនៃការអនុវត្តទេអ្នកនឹងមានសិភៅកត់ត្រាដ៏អស្ចារ្យប៉ុន្តែគ្មានលទ្ធផលទេស្ពានរវាងក្តីសុបិនរបស់អ្នកនិងការពិតរបស់អ្នកគឺការអនុវត្តដូច្នេះជារៀងរាល់ថ្ងៃសូមសួរខ្លួនឯងថាតើខ្ញុំអាចធ្វើអ្វីមួយនៅថ្ងៃនេះដើម្បីខិតទៅជិតគោលដៅរបស់ខ្ញុំមិនគិតពីមិននិយាយអំពីមិនបង្ហោះមិនធ្វើអ្វីមួយពិតប្រាកដអ្វីដែលអាចមើលឃើញបានអ្វីដែលអាចវាស់វែងបានពីព្រោះវាជាការប្រសើរជាងការធ្វើសកម្មភាពមិនលិតផុតមួយជាជាងអង្គុយលើចេតនាដ៏ឡោលិតផុតរាប់ពាន់ទី4ដឹកនាំខ្លួនឯងឆ្លងកាត់អារម្មណ៍របស់អ្នកឥឡូវនេះជាកន្លែងដែលមនុស្សភាគច្រើនឈប់ពួកគេចាត់វិធានការនៅពេលដែលពួកគេមានអារម្មណ៍ល្អនៅពេលដែលពួកគេមានការលើកទឹកចិត្តនៅពេលដែលមានពន្លឺថ្ងៃហើយអ្វីៗដំណើរការទៅដោយរលូនប៉ុន្តែអ្នកដឹកនាំពិតប្រាកដអ្នកដែលដឹកនាំខ្លួនឯងមុនគេធ្វើសកម្មភាពសូម្បីតែពេលដែលគាត់មិនមានអារម្មណ៍ចង់ធ្វើវាក៏ដោយអ្នកមិនអាចអនុញ្ញាតឲ្យអារម្មណ៍របស់អ្នកដំណើរការថ្ងៃរបស់អ្នកបានទេអ្នកត្រូវតែអនុញ្ញាតឲ្យតម្លៃរបស់អ្នកដំណើរការថ្ងៃរបស់អ្នកពេលខ្លះអ្នកនឹងមានអារម្មណ៍អស់កម្លាំងពេលខ្លះអ្នកនឹងមានអារម្មណ៍ថាគ្មានការបំផុសគំនិតប៉ុន្តែវិន័យនិយាយថាខ្ញុំបានធ្វើការប្រជាការហើយខ្ញុំនឹងរក្សាវាអ្នកដឹកនាំអារម្មណ៍របស់អ្នកជំនួសឲ្យការអនុញ្ញាតឲ្យអារម្មណ៍របស់អ្នកដឹកនាំអ្នកហើយនោះហើយជាអ្វីដែលបំបែកអ្នកស្ម័គ្រចិត្តពីអ្នកជំនាញនោះហើយជាអ្វីដែលបំបែកអ្នកសុបិនពីអ្នកធ្វើនរណាក៏អាចធ្វើសកម្មភាពនៅថ្ងៃល្អបានដែរប៉ុន្តែអ្នកដឹកនាំធ្វើសកម្មភាពមិនថាវាជាថ្ងៃអ្វីក៏ដោយទី5តាមដានឆ្លុះបញ្ចាំងនឹងកែសម្រួលឥឡូវនេះជារឿងសំខាន់មួយភាពជាអ្នកដឹកនាំមិនមែននិយាយអំពីការល្អលិតផ្អិតទេវានិយាយអំពីវឌ្ឍនភាពអ្នកនឹងជំដុលអ្នកនឹងធ្វើខុសអ្នកនឹងបរាជ័យប៉ុន្តែសំណួរគឺថាតើអ្នករៀនពីវាទេភាពជាអ្នកដឹកនាំខ្លួនឯងមានន័យថាអ្នកពិនិត្យមើលវឌ្ឍនភាពរបស់អ្នកតាមដានទម្លាប់របស់អ្នកឆ្លុះបញ្ចាំងនៅលទ្ធផលរបស់អ្នករៀងរាល់សប្តាហ៍អង្គុយមួយខ្លួនឯងហើយសួរថាតើអ្វីដែលដំណើរការអ្វីដែលមិនដំណើរការតើខ្ញុំនឹងធ្វើអ្វីខុសគ្នាពីព្រោះការឆ្លុះបញ្ចាំងប្រែក្លាយព័ត៌ពិសោធន៍ទៅជាប្រាជ្ញាបើមិនមានការឆ្លុះបញ្ចាំងទេអ្នកធ្វើកំហុសដដែលម្ដងទៀតជាមួយការឆ្លុះបញ្ចាំងអ្នកវិវត្តការវិវត្តជាភាពជាអ្នកដឹកនាំនៅចលនាចងចាំរឿងនេះ
គង់គ្រាន់តែឆ្លងកាត់ថ្ងៃនោះចេញពីថ្ងៃនោះទៅទី6ហុំប្រមូលខ្លួនឯងដោយការទទួលខុសត្រូវសូម្បីតែអ្នកដឹកនាំខ្លាំងបំផុតក៏ត្រូវការទទួលខុសត្រូវពីព្រោះយើងទាំងអស់គ្នាគឺជាមនុស្សយើងទាំងអស់គ្នាគឺជាកំចិលហោនយើងទាំងអស់គ្នាគឺជារស័តបាត់បង់ដូច្នេះស្វែងរកមនុស្សដែលប្រកួតប្រជែងញាក់ស្វែងរកអ្នកណែនាំដែលហៅញាក់ខ្ពស់ជាងនេះហុំប្រមូលខ្លួនឯងជាមួយនឹងញាក់ដែលរកហេតុផលនៅក្នុងកាលានុទិដ្ឋិហើយប្រយ័ត្នតែនឹងចិត្តវិចារឲ្យទៅហើយអនុញ្ញាតឲ្យខ្ញុំរំលឹកញាក់ចិត្តរបស់ញាក់ស្ដាប់ញាក់អ្វីដែលញាក់និយាយអំពីខ្លួនឯងវាចាប់ផ្ដើមជឿជាក់លើវាដូច្នេះប្រយ័ត្នប្រយែងតែនឹងពាក្យសម្ដីរបស់ញាក់កុំនិយាយថាខ្ញុំមិនអាចនិយាយថាខ្ញុំកំពុងរៀនកុំនិយាយថាវាមិនអាចទេនិយាយថាវានឹងត្រូវការពេលវេលាប៉ុន្តែខ្ញុំនឹងរកវិធីនិយាយទៅកាន់ខ្លួនឯងតែដោយពាក្យសម្ដីអ្នកដែលជាអ្នកដឹកនាំដ៏ល្អនិងនិយាយទៅកាន់ក្រុមរបស់ខ្ញុំដោយកម្លាំងដោយជំនឿដោយការលើកទឹកចិត្តពីព្រោះអ្នកគឺជាអ្នកដែលដឹកនាំខ្លួនឯងជារៀងរាល់ថ្ងៃឥឡូវនេះនៅពេលដែលអ្នកម្ចាស់ការគំនិតរបស់អ្នកនឹងមើលឃើញថាមានអ្វីមួយដ៏អស្ចារ្យកើតឡើងពិភពលោកចាប់ផ្ដើមសហការជាមួយនឹងអ្នកនឹងឃើញឱកាសដែលដទៃឃើញឧបសគ្គអ្នកនឹងរក្សាអារម្មណ៍ឲ្យស្ងប់កន្លែងដែលដទៃភ្ញាក់ភ័យអ្នកនឹងរកដំណោះស្រាយដែលដទៃគ្រាន់តែទូទាញនោះហើយជាការដឹកនាំខ្លួនឯងហើយមិនយូរប៉ុន្មានទេមនុស្សនឹងសួរអ្នកថាតើអ្នករក្សាការព្យាយាមបានយ៉ាងម៉េចមានវិន័យយ៉ាងម៉េចមានភាពវិជ្ជមានបានយ៉ាងម៉េចហើយអ្នកនឹងញញឹមពីព្រោះអ្នកនឹងដឹងការពិតអ្នកគ្រាន់តែរៀនធ្វើជាម្ចាស់លើចិត្តរបស់អ្នកដូច្នេះនេះជាកិច្ចការរបស់អ្នកជារៀងរាល់ថ្ងៃចូលចំណាយពេលពី3នាទីដើម្បីហ្វឹកហាត់គំនិតរបស់អ្នកចាប់ខ្លួនឯងនៅពេលដែលអ្នករសាត់ទៅក្នុងភាពអវិជ្ជមានផ្អាកជំនួតវាបង្វែរវាចិត្តរបស់អ្នកគឺជាត្រីវិស័យដែលកំណត់ទិសដៅជីវិតរបស់អ្នកប្រសិនបើវាចង្អុលទៅរកការភ័យខ្លាចអ្នកនឹងរស់នៅតូចប្រសិនបើវាចង្អុលទៅរកជំនឿអ្នកនឹងរស់នៅដោយក្លាហានដូច្នេះចូលចិញ្ចឹមចិត្តរបស់អ្នកដោយប្រាជ្ញាការពីវាពីភាពមានសមហេតុផលហើយសរសេរកម្មវិធីវាដោយមានគោលបំណងពីព្រោះនៅពេលដែលអ្នកធ្វើជាម្ចាស់លើចិត្តរបស់អ្នកបានស្ទាត់ជំនាញមូលដ្ឋានគ្រឹះនៃភាពជោគជ័យទាំងអស់ហើយនោះជាអ្វីដែលភាពជាអ្នកដឹកនាំខ្លួនឯងពិតប្រាកដគឺអំពីការឈ្នះល្បែងខាងក្នុងជាមុនសិនដើម្បីឲ្យល្បែងខាងក្រៅคล้ายជាងាយស្រួលប្រសិនបើខ្ញុំអាចផ្ដល់ឲ្យអ្នកនៅអត្តកំបាំងនួយមិត្តភ័ក្តិរបស់ខ្ញុំគន្លឹះស្ងាត់ស្ងាត់មួយដើម្បីទទួលបានជោគជ័យដ៏អស្ចារ្យវានឹងជានេះភាពស៊ីសង្វាក់គ្នាមិនមែនអាំងតង់ស៊ីតេមិនមែនការផ្ទុំនៃការរំភើបមិនមែនម្ដងម្កាយទេវិន័យភាពស៊ីសង្វាក់គ្នាធ្វើរឿងត្រឹមត្រូវជារៀងរាល់ថ្ងៃមិនមែនឥតខ្ចោះទេប៉ុន្តែដោយខ្ជាប់ខ្ជួនពីព្រោះភាពជោគជ័យមិនមែនមកពីអ្វីដែលអ្នកធ្វើម្ដងម្កាលទេវាមកពីអ្វីដែលអ្នកធ្វើចប់លាប់អ្នកឃើញទេរបស់ដ៏អស្ចារ្យមិនត្រូវបានបង្កើតឡើងដោយពេលវេលាដ៏ធំមួយទេពួកវាត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លីការខិតខំប្រឹងប្រែងដែលមិនបានកត់សម្គាល់វិន័យប្រចាំថ្ងៃដែលការឡើងយ៉ាងស្ងប់ស្ងាត់តាមពេលវេលាវាជាអ្វីដែលអ្នកធ្វើនៅពេលដែលគ្មាននរណាញ៉ែកំពុងមើលនៅពេលដែលគ្មានការអបអរសាទរនៅពេលដែលលទ្ធផលមិនទាន់បង្ហាញនៅឡើយនោះហើយជាកន្លែងដែលភាពជាអ្នកដឹកនាំកើតមកភាពស៊ីសង្វាក់គ្នាគឺជាអ្វីដែលផ្លាស់ប្ដូរមធ្យមទៅជាឧត្តមភាពវាជាអ្វីដែលប្រែក្លាយសក្តានុពលទៅជាអំណាចវាជាផុសតាំងដែលអ្នកអាចទុកចិត្តខ្លួនឯងបានហើយទំនុកចិត្តនោះបង្កើតស្មុញឥឡូវនេះជាការពិតដែលមនុស្សភាគច្រើនខកខានអ្នកមិនចាំបាច់ធួច្រើនទេអ្នកគ្រាន់តែត្រូវធួបន្តិចបន្តួចជារៀងរាល់ថ្ងៃពីព្រោះជ័យជំនះតូចៗប្រចាំថ្ងៃខ្ល้ายជាជ័យជំនះដ៏អស្ចារ្យតាមពេលវេលាអានដាប់ទំព័រធ្វើការហៅទូរស័ព្ទម្ដងទៀតចំណាយពេល10នាទីដើម្បីឆ្លើយបញ្ចាំងសន្សំប្រាក់បន្តិចបន្តួចនៃប្រាក់ចំណូលរបស់អ្នកធ្វើវាជារៀងរាល់ថ្ងៃធ្វើវានៅពេលដែលវាគួរឲ្យធន់ធ្វើវានៅពេលដែលវាពិបាកធ្វើវានៅពេលដែលអ្នកមិនមានអារម្មណ៍ចង់ធ្វើវាពីព្រោះភាពស៊ីសង្វាក់គ្នាកើនឡើងសូមឲ្យខ្មុំប្រាប់អ្នកជំហានតូចមួយទៅមុខជារៀងរាល់ថ្ងៃគឺមានឥទ្ធិពលជាងការលោតប្លន់ដ៏ធំមួយបន្ទាប់មកការឈរស្ងៀមរាប់ខែភាពស៊ីសង្វាក់គ្នាមិនស្រែកទេវាខ្សឹបខ្សៀវវាមិនទាមទារការយកចិត្តទុកដាក់ទេវាគ្រាន់តែផ្ដល់លទ្ធផលប៉ុណ្ណោះអ្នកឃើញទេវិន័យចាប់ដើមម៉ាស៊ីនប៉ុន្តែភាពស៊ីសង្វាក់គ្នារក្សាវាឲ្យដំណើរការហើយនេះជាផ្នែកដ៏ស្រស់ស្អាតប៉ុណ្ណឹងនៅពេលដែលភាពស៊ីសង្វាក់គ្នាคล้ายជាទម្លាប់ការខិតខំប្រឹងប្រែងប្រែទៅជាងាយស្រួលរឿងដែលធ្លាប់មានអារម្មណ៍ថាពិបាកคล้ายទៅជាធម្មតាហើយរឿងដែលធ្លាប់ទាមទារឲ្យមានការលើកទឹកចិត្តคล้ายជាស្តង់ដារថ្មីរបស់អ្នកនោះហើយជាអំណាចរបស់ភាពជាអ្នកដឹកនាំខ្លួនឯងជាប់លាប់ប៉ុន្តែសូមនិយាយឲ្យស្មោះត្រង់ភាពស៊ីសង្វាក់គ្នាមិនមែនជារឿងដោយរំហើបទេវាមិនមែនរឿងទាក់ទាញ
វាញឹកញាប់កោតជារងចាំសូម្បីតែគួរឲ្យធុញក៏ដោយប៉ុន្តែអ្នកដឹងទេថាអ្វីដែលឡាក់ក្រាក់ជាងនឹងគឺការចាប់ផ្ដើមឡើងវិញពីព្រោះភាពមិនស៊ីសង្វាក់គ្នាតែងតែនាំអ្នកត្រឡប់ទៅចំណឹកចាប់ផ្ដើមហើយការចាប់ផ្ដើមឡើងវិញធ្វើឲ្យអ្នកខកបង់ពេលវេលាធម្មពលនិងចំនួនភាពស៊យដូចជាចូលរក្សាការសន្យារបស់អ្នកចំពោះខ្លួនឯងពិសេសនៅរឿងតូចៗពីព្រោះរៀងរាល់ពេលដែលអ្នកតាមដានអ្នកបោះឆ្នោតជូនការប្រព្រឹត្តដែលអ្នកកំពុងតែខ្លាយទៅនៅពេលដែលអ្នកបង្ហាញខ្លួនជារៀងរាល់ថ្ងៃអ្នកមិនគ្រាន់តែធ្វើកិច្ចការឲ្យរួចរាល់ទេអ្នកកំពុងកសាងចរិតលក្ខណៈហើយចរិតលក្ខណៈគឺជាអ្វីដែលពិភពលោកឲ្យរង្វាន់នៅពេលចុងក្រោយឥឡូវនេះជាអ្វីដែលត្រូវគិតពិចារណាព្រឹកអាទិត្យសាគ្នាដែលលោបឺធ្វើឲ្យដីរឹងទៅវាមិនមែនស្ថានភាពដែលកំណត់លទ្ធផលរបស់អ្នកទេវាគឺជាការស៊ីសង្វាក់គ្នាក្នុងការមុខជួរជាមួយនឹងស្ថានភាពទាំងនោះអ្នកមិនអាចគ្រប់គ្រងខ្យល់បានទេប៉ុន្តែអ្នកអាចគ្រប់គ្រងលំណាច់របស់អ្នកបានជារៀងរាល់ថ្ងៃភាពស៊ីសង្វាក់គ្នាមិនមែននិយាយអំពីការប្រសើរទេវានិយាយអំពីការបន្តការធ្វើចលនាវានិយាយអំពីការបង្ហាញខ្លួនម្ដងសូម្បីតែថ្ងៃដែលអ្នកបរាជ័យក៏ដោយក្រោកទីវិញពីព្រោះភាពជោគជ័យមិនមែននិយាយអំពីការមិនដៃដួលទេវានិយាយអំពីការបដិសេធមិនចុះចាញ់ចងចាំរូបមន្តនេះភាពស៊ីសង្វាក់គ្នាបន្ថែមពេលវេលាស្មើនឹងការប្រែប្រួលអ្នកមិនឃើញវាភ្លាមទេអ្នកប្រហែលមិនអាចវានឹងដំណើរការថ្ងៃប៉ុន្តែឲ្យពេលវេលាវាសិនទៅពីព្រោះដំណក់អ្នកទឹកមួយបំពេញធំការខិតខំប្រឹងប្រែងរាល់ការសាងខមុនរាល់សកម្មភាពនៃវិន័យคล้ายទៅជាផ្នែកមួយនៃការប្រព្រឹត្តរបស់អ្នកហើយថ្ងៃណាមួយអ្នកនឹងភ្ញាក់ភឹងនឹងថាអ្នកកំពុងคล้ายទៅជាមនុស្សដែលធ្លាប់ប្រាថ្នាមិនមែនដោយសំណាងមិនមែនដោយអភិព្រាគុណប៉ុន្តែដោយការដឹកនាំខ្លួនឯងជារៀងរាល់ថ្ងៃឥឡូវនេះជាអត្តកម្បាំងដែលលបែងខាងក្នុងជាក់នឹងភាពជោគជ័យការធ្វើជាម្ចាស់លើចិត្តរបស់អ្នកគ្រាន់តែរៀនធ្វើជាម្ចាស់លើចិត្តរបស់អ្នកភាពស៊ីសង្វាក់គ្នាផ្ដល់ឲ្យញាក់នៅលទ្ធផលហើយយូរទៅជ័យជំនះតូចៗប្រចាំថ្ងៃទាំងនោះនឹងប្រែក្លាយទៅជាជ័យជំនះដ៏ធំនិងស្រស់ស្អាតពីព្រោះភាពស៊ីសង្វាក់គ្នាគឺជាភាសានៃភាពជោគជ័យហើយអ្នកដែលនិយាយវាស្ទាត់ជំនាញបាននាំជីវិតរបស់ពួកគេទៅរកភាពអស្ចារ្យឥឡូវនេះយើងបាននិយាយអំពីវិន័យខ្លួនឯងភាពស៊ីសង្វាក់គ្នានិងអំណាចនៃការដឹកនាំខ្លួនឯងប៉ុន្តែសូមយកវាទាំងអស់មកផ្ទះពីព្រោះទស្សនវិជ្ជាគឺល្អផ្នត់គំនិតមានឥទ្ធិពលប៉ុន្តែសកម្មភាពគឺជាអ្វីដែលប្រែក្លាយទស្សនវិជ្ជាទៅជាប្រាក់ចំណេញនិងក្តីសុបិនទៅជាលទ្ធផលអ្នកមិនអាចគិតតែពីផ្លូវរបស់អ្នកឆ្ពោះទៅរកភាពជោគជ័យនោះទេអ្នកត្រូវតែដឹកនាំខ្លួនឯងចូលទៅក្នុងវាតាមរយៈចលនាតាមរយៈសន្ទុះតាមរយៈចលនានេះជាការពិតភាពជោគជ័យមិនឆ្លើយតបទៅនឹងបំណងប្រាថ្នាទេវាឆ្លើយតបទៅនឹងការងារវាឆ្លើយតបទៅនឹងសកម្មភាពអ្នកអាចមានចំណេះដឹងទាំងអស់សៀវភៅទាំងអស់ការលើកទឹកចិត្តទាំងអស់ប៉ុន្តែប្រសិនបើអ្នកមិនចាត់វិធានការដំបូងទេគ្មានអ្វីផ្លាក់ប្ដូរទេដូច្នេះចូលយើងនិយាយអំពីការប្រែក្លាយភាពជាអ្នកដឹកនាំខ្លួនឯងទៅជាលទ្ធផល1គឺអំណាចនៃសកម្មភាពដ៏ម៉ឺងម៉ាត់មនុស្សភាគច្រើនរងចាំពេលវេលាដ៏ល្អពិតប្រាកដពួកគេនិយាយថានៅពេលដែលខ្ញុំមានអារម្មណ៍ថារួចរាល់ខ្ញុំនឹងចាប់ផ្ដើមប៉ុន្តែនេះជាអាចកំបាំងអ្នកនឹងមិនដែលមានអារម្មណ៍ថារួចរាល់ឥតខ្ចោះនោះទេភាពជោគជ័យមិនមែនកើតឡើងចំពោះអ្នកដែលត្រៀមខ្លួនរួចរាល់បំផុតនោះទេវាកើតឡើងចំពោះអ្នកដែលសម្រេចចិត្តបានល្អបំផុតនោះវាជាការប្រសើរជាងការចាប់ផ្ដើមជាមួយនឹងផែនការរូដប់ហើយកែសម្រួលជាងបន្តរៀបចំផែនការជារៀងរហូតហើយមិនដែលចាប់ផ្ដើមអ្នកមិនត្រូវការចម្លើយទាំងអស់នោះទេអ្នកគ្រាន់តែត្រូវការភាពក្លាហានដើម្បីចាប់ផ្ដើមខ្ញុំធ្លាប់និយាយថាប្រសិនបើអ្នករងចាំរហូតដល់អ្នករួចរាល់អ្នកនឹងចំណាយពេលពេញមួយជីវិតរបស់អ្នករងចាំចាប់ផ្ដើមកន្លែងដែលអ្នកនៅជាមួយនឹងអ្វីដែលអ្នកមានហើយធ្វើអ្វីដែលអ្នកអាចធ្វើបានពីព្រោះជីវិតផ្ដល់រង្វាន់ដល់អ្នកធ្វើមិនមែនអ្នកសុបិននោះទេទី2បកប្រែគំនិតទៅជាទម្លាប់ឥឡូវនេះចូលចងចាំរឿងនេះគំនិតរបស់អ្នកគឺជាគំរូទម្លាប់របស់អ្នកគឺជាអ្នកសាងសង់ប្រសិនបើអ្នកចង់ឃើញវឌ្ឍនភាពក្នុងជីវិតរបស់អ្នកសូមប្រែគំនិតប្រចាំថ្ងៃរបស់អ្នកទៅជាសកម្មភាពប្រចាំថ្ងៃអ្នកនិយាយថាខ្ញុំចង់មានសុខភាពល្អបន្ទាប់មកញ៉ាំអាហារស្អាតមួយពេលនៅថ្ងៃនេះអ្នកនិយាយថាខ្ញុំចង់ពង្រីកអាជីវកម្មរបស់ខ្ញុំល្អបន្ទាប់មកធ្វើការហៅទូរស័ព្ទមួយដងនៅថ្ងៃនេះអ្នកនិយាយថាខ្ញុំចង់មានវិន័យល្អ
បន្ទាប់មកភ្ញាក់ពីព្រលឹមនៅថ្ងៃស្អែកហើយចាប់ផ្ដើមថ្ងៃដោយចេតនាយើងឃើញទេទម្លាប់របស់អ្នកគឺជាការបោះឆ្នោតដែលអ្នកបានបោះចូលឈ្មោះមនុស្សដែលអ្នកចង់ក្លាយជាសកម្មភាពតូចៗនីមួយៗគឺជាសញ្ញាទៅកាន់ចិត្តរបស់អ្នកនេះជាខ្ញុំឥឡូវនេះវាមិនមែនជាការផ្លាស់ប្ដូរដ៏ធំសម្បើមដែលផ្លាស់ប្ដូរជីវិតរបស់អ្នកនោះទេវាគឺជាការសម្រេចចិត្តតូចៗរាប់ពាន់ដែលធ្វើម្ដងទៀតជារៀងរាល់ថ្ងៃដែលធ្វើឲ្យវាកាន់តែអស្ចារ្យចូលចងចាំថាភាពស៊ីសង្វាក់គ្នាប្រែក្លាយសកម្មកិច្ចការខិតខំប្រឹងប្រែងទៅជាឧត្តមធម្មភាពទី3កុំគ្រាន់តែរៀបចំផែនការអនុវត្តឥឡូវនេះកុំយល់ច្រឡំការរៀបចំផែនការគឺសំខាន់ប៉ុន្តែប្រសិនបើអ្នកចំណាយពេលទាំងអស់របស់អ្នកក្នុងការរៀបចំផែនការហើយមិនមានពេលវេលាណាមួយរបស់អ្នកក្នុងការអនុវត្តទេអ្នកនឹងមានសភើកន្សត់ដ៏អស្ចារ្យប៉ុន្តែគ្មានលទ្ធផលស្ពានរវាងក្តីសុបិនរបស់អ្នកនិងការពិតរបស់អ្នកគឺការអនុវត្តដូច្នេះរៀងរាល់ថ្ងៃសូមសួរខ្លួនឯងថាតើខ្ញុំអាចធ្វើអ្វីបាននៅថ្ងៃនេះដើម្បីខិតជិតគោលដៅរបស់ខ្ញុំទេកុំគិតអំពីកុំនិយាយអំពីកុំបង្ហោះសារផ្សាយធ្វើអ្វីមួយធ្វើអ្វីដែលពិតប្រាកដអ្វីដែលអាចមើលឃើញអ្វីដែលអាចវាស់វៀនបានពីព្រោះវាជាការប្រសើរជាងការធ្វើសកម្មភាពមិនអស់ប្រយោជន៍មួយជាងអង្គុយលើចេតនាដ៏ល្អប្រកបរាប់ពាន់ទី4ដឹកនាំខ្លួនឯងតាមរយៈអារម្មណ៍របស់អ្នកឥឡូវនេះជាកន្លែងដែលមនុស្សភាគច្រើនឈប់ពួកគេចាត់វិធានការនៅពេលដែលពួកគេមានអារម្មណ៍ល្អនៅពេលដែលពួកគេមានការលើកទឹកចិត្តនៅពេលដែលមានពន្លឺថ្ងៃនិងគ្រប់យ៉ាងដំណើរការដោយរលូនប៉ុន្តែអ្នកដឹកនាំពិតប្រាកដអ្នកដែលដឹកនាំខ្លួនឯងមុនគេធ្វើសកម្មភាពទោះបីជាគាត់មិនចង់ធ្វើក៏ដោយអ្នកមិនអាចអំឡោយឲ្យអារម្មណ៍របស់អ្នកគ្រប់គ្រងថ្ងៃរបស់អ្នកបានទេអ្នកត្រូវតែអំឡោយឲ្យតម្លៃរបស់អ្នកការរត់ពេញថ្ងៃរបស់អ្នកខ្លះអ្នកនឹងមានអារម្មណ៍ថាខ្លះកម្លាំងខ្លះអ្នកនឹងមានអារម្មណ៍ថាមិនមានការបញ្ចេញមុខពីអ្វីមួយប៉ុន្តែវិន័យនិយាយថាខ្ញុំបានធ្វើការបដិញ្ញាចិត្តហើយខ្ញុំនឹងរក្សាវាទុកអ្នកដឹកនាំអារម្មណ៍របស់អ្នកជំនួសឲ្យអារម្មណ៍របស់អ្នកដឹកនាំអ្នកហើយនោះជាអ្វីដែលបំបែកអ្នកស្ម័គ្រចិត្តជាមួយនឹងអ្នកជំនាញនោះជាអ្វីដែលបំបែកអ្នកសុបិនជាមួយនឹងអ្នកធ្វើអ្នកណាក៏អាចចាត់វិធានការបាននៅថ្ងៃល្អប៉ុន្តែអ្នកដឹកនាំធ្វើសកម្មភាពតែមិនឃើញថាជាថ្ងៃណាឡើយទី5តាមដានរងលំលឹកនិងកែសម្រួលឥឡូវនេះរឿងនេះសំខាន់ការដឹកនាំមិនមែនស្ដីអំពីការអស់ប្រសើរឡើយវានិយាយអំពីទីមភ្លូអ្នកនឹងជំទួចលោកអ្នកនឹងធ្វើខុសអ្នកនឹងមានអារម្មណ៍ថាគ្មានគំនិតអ្វីចេតនាឡើយប៉ុន្តែវិន័យនិយាយថាខ្ញុំបានធ្វើការបដិញ្ញាចិត្តថានឹងគ្រប់គ្រងអារម្មណ៍របស់ខ្ញុំមួយឯងឡើយអ្នកដឹកនាំអារម្មណ៍របស់អ្នកប្រមិតថាម្នាក់ឯងជំនួសឲ្យអនុញ្ញាតឲ្យអារម្មណ៍របស់អ្នកដឹកនាំអ្នកហើយនេះគឺជាអ្វីដែលបំបែកអ្នកស្ម័គ្រចិត្តជាមួយនឹងអ្នកជំនាញហើយនេះជាអ្វីដែលបំបែកអ្នកសុបិនជាមួយនឹងអ្នកធ្វើអ្នកណាក៏អាចធ្វើសកម្មភាពបាននៅថ្ងៃល្អប៉ុន្តែអ្នកដឹកនាំធ្វើសកម្មភាពមិនថាជាថ្ងៃណាឡើយទី5តាមដានរងលំលឹកនិងកែសម្រួលឥឡូវនេះរឿងនេះសំខាន់ការដឹកនាំមិនមែនស្ដីអំពីការអបប្រសាឡើយវានិយាយអំពីការរីកចម្រើនអ្នកនឹងជំទាស់ចលោកអ្នកនឹងធ្វើខុសប៉ុន្តែសំណួរសួរថាតើអ្នករៀនពីវាបានទេការដឹកនាំខ្លួនឯងមានន័យថាអ្នកពិនិត្យមើលវឌ្ឍនភាពរបស់អ្នកតាមដានទម្លាប់របស់អ្នករងលំលឹកពីលទ្ធផលរបស់អ្នករៀងរាល់សប្តាហ៍អង្គុយជាមួយខ្លួនឯងហើយសួរថាតើអ្វីដែលដំណើរការអ្វីដែលមិនដើរការតើខ្ញុំនឹងធ្វើអ្វីខុសពីមុនពីព្រោះការរងរំលឹកប្រែក្លាយពីបទពិសោធន៍ទៅជាបញ្ញាដោយគ្មានការរងរំលឹកអ្នកនឹងធ្វើកំហុសដដែលជាមួយនឹងការរងរំលឹកអ្នកនឹងរីកចម្រើនការរីកចម្រើនជាជំនាញកាក់ដោយកលៈនេះចូលចងចាំថាកុំគ្រាន់តែដាច់ជាប់ទាំងថៃបន្តែចេញពីថ្ងៃនោះ6ចូលហុំលំខ្លួនឯងនឹងការទទួលខុសត្រូវសារភាពនេះแม้តែម្នាក់មួយក៏អាចខុសត្រូវបានផងដែរយើងទាំងអស់គ្នាឆ្វល់ឆ្វាងដំណើរទាំងអស់គ្នាដូច្នេះស្វែងរកមនុស្សដែលប្រកួតប្រជែងជាមួយនឹងអ្នកស្វែងរកអ្នកណែនាំដែលហៅនឹងការពងម៉ាត់ទី7ជំហានចុងក្រោយតម្រូវគំនិតវិន័យនិងសកម្មភាពទាំងអស់ឥឡូវនេះយើងដែលទាំងអស់នេះមកចំកាក់គ្នាគំនិតវិន័យសកម្មភាពនោះជារូបមន្តនោះជាខ្សែចម្លងការជោគជ័យនេះជាការផ្សំបញ្ចូលការទស្សនវិជ្ជាយើងត្រូវការកំណត់វិន័យខ្លួនឯងទោះបីយើងប្រឈមនឹងចំណុចណាមួយក៏ដោយ
យើងត្រូវការភាពជោគជ័យនៅពេលដែលយើងកាត់គំនិតយើងត្រូវការវិន័យនៅពេលដែលកាត់នៅបាសកម្មភាពការដឹកនាំត្រូវការការឆ្វេងឆ្វៃនិងការដើម្បីពីការទទួលខុសត្រូវទាំងអស់ហើយនេះគឺជាការបំបែកអ្នកសមាជិកជាមួយនឹងអ្នកជំនាញនេះគឺជាការបំបែកអ្នកសម្បត្តិជាមួយនឹងអ្នកធ្វើអ្នកណាក៏អាចធ្វើសកម្មភាពនៅថ្ងៃល្អដែរប៉ុន្តែអ្នកដឹកនាំឃើញធ្វើសកម្មភាពនោះជារឿងកណ្ដាច់ផ្ដាច់ការទឹកខ្មែរ2ជាសមណថានៅពេលដែលយើងមានគំនិតយើងមានវិន័យយើងមានការអនុវត្តមានន័យថានេះគឺជាខ្សែប្រលៀងឲ្យជាស្មេថាបើមានគំនិតវិន័យនិងសកម្មភាពនេះជារូបមន្តដែលនាំយើងទៅរកភាពជោគជ័យដូច្នេះយើងនឹងកោនៅការ7ជំហានទាំងអស់នេះនៅក្នុងការបំពេញការពិខិតខំប្រឹងប្រែងនោះសូមពិចារណាអំពីការដឹកក្នុងខ្លួនឯងនេះគឺជាជំហានចុងក្រោយដែលនាំយើងទៅរកនឹងភាពជោគជ័យនិងការអនុវត្ត គំនិតរបស់អ្នកផ្ដល់ទិសដៅវិន័យរបស់អ្នកផ្ដល់ភាពស៊ីសង្វាក់សកម្មភាពរបស់អ្នកផ្ដល់លទ្ធផលប្រសិនបើដំណាក់ភ្ជាប់ណាមួយដាច់ខ្សែសង្វាក់នឹងបរាជ័យប្រសិនបើគំនិតរបស់អ្នកខ្សោយសកម្មភាពរបស់អ្នកនឹងខ្វះថាមពលប្រសិនបើវិន័យរបស់អ្នកខ្សោយសកម្មភាពរបស់អ្នកនឹងមិនស៊ីសង្វាក់គ្នាប៉ុន្តែនៅពេលដែលទាំង3ស្របគ្នានៅពេលដែលចិត្តទម្លាប់និងសកម្មភាពរបស់អ្នកធ្វើការជាមួយគ្នាភាពជោគជ័យខ្ល้ายជាការទុះទាយអ្នកលែងដេញតាមវាទៀតហើយអ្នកតាក់ទាយវាពីព្រោះភាពជោគជ័យដើរតាមអ្នកដែលដឹកនាំខ្លួនឯងមុនសិនដូច្នេះនៅពេលដែលបញ្ចប់មេរៀននេះសូមចងចាំថាកុំគ្រាន់តែរងចាំឱកាសចូលត្រៀមខ្លួនសម្រាប់វាកុំគ្រាន់តែប្រាថ្នាចង់បានជីវិតកាន់តែប្រសើរចូលខិតខំដើម្បីវាហើយកុំគ្រាន់តែគិតដូចជាអ្នកដឹកនាំរំនៅដូចជាអ្នកដឹកនាំម្នាក់ពីព្រោះនៅទីបញ្ចប់ជីវិតមិនផ្ដល់រង្វាន់ដល់ចេតនារបស់អ្នកទេវាផ្ដល់រង្វាន់ដល់ការអនុវត្តរបស់អ្នកដូច្នេះដឹកនាំខ្លួនឯងជារៀងរាល់ថ្ងៃរាល់ពេលរាល់ការសម្រេចចិត្តហើយមិនយូរប៉ុន្មានអ្នកនឹងមើលជុំវិញហើយដឹងថាភាពជោគជ័យមិនមែនគ្រាន់តែមករកអ្នកដោយសំណាងនោះទេវាបានដើរតាមអ្នកពីព្រោះអ្នកកំពុងដើរក្នុងទិសដៅនៃវិន័យគោលបំណងនិងភាពជាអ្នកដឹកនាំខ្លួនឯងហើយនៅពេលដែលអ្នកដឹកនាំខ្លួនឯងជាមុនសិនភាពជោគជ័យនឹងតែងតែមកតាមអ្នកមិនស្រួលប្រសិនបើអ្នកនៅជុំវិញអ្នកឈ្នះអ្នកនឹងចាប់ផ្ដើមគិតដូចជាអ្នកឈ្នះប្រសិនបើអ្នកចំណាយពេលជាមួយមនុស្សដែលរំពឹងច្រើនពីខ្លួនឯងអ្នកនឹងចាប់ផ្ដើមរំពឹងច្រើនពីខ្លួនឯងភាពជាអ្នកដឹកនាំរីកចំណានបានល្អបំផុតនៅក្នុងបរិយាកាសដែលមានស្តង់ដារខ្ពស់អ្នកមិនអាចហើយជាមួយឥន្ទ្រីបានទេប្រសិនបើអ្នកបន្តដើរជាមួយទាដូច្នេះសូមជ្រើសរើសរង្វង់របស់អ្នកដោយឆ្លៀវវៃ 7 ជំហានចុងក្រោយតម្រូវគំនិតវិន័យនិងសកម្មភាពឥឡូវនេះចូលយើងដាក់វាទាំងអស់គ្នាការគិតវិន័យសកម្មភាពនោះជារូបមន្តនោះជាខ្សែសង្វាក់នៃភាពជោគជ័យ